វីដេអូធ្វើស៊ុបនឹងនេះខ្ញុំធ្លាប់បង្ហាញជូនបងប្អូនប្រហែលវីដេអូមកហើយតែម្ដងនេះខ្ញុំចង់បង្ហាញជូនបងប្អូនម្ដងទៀតដោយសារតែយើងបានញ៉ាំស៊ុបបែបបានត្រីភ្លាមធ្វើភ្លាមអញ្ចឹងណាបងប្អូនសំខាន់គឺយើងដូរបរិយាកាសញ៉ាំបែបលើទឹកអីចឹងទៅក្តីសុកមិនក្តីសុកបងប្អូនមើលតែវីដេអូនឹងទៅដឹងហើយសម្រាប់គ្រឿងផ្សំរបស់ស៊ុបត្រីនឹងគឺមានដូចជាតាហ៊ូមួយដបសៀងមួយដបបងប្អូនប្រើសៀងប្រៃក៏បានសៀងផ្អែមក៏បានហើយបន្លែគឺមានតកួនហើយនឹងស្ពៃបកគោលចំពោះតកួននេះខ្ញុំទិញ10ដុំដោយសារតែទៅនឹងគឺយើងមានគ្នាចូលប្រហែលជា10នាក់ដែរទាំងតកងទូកហើយបន្លែបន្ថែមនឹងគឺពោតបារាំងហើយនឹងស្នូលពោតចាតកួននឹងបងប្អូនចង់បេះស្លឹកចោលក៏បានចាឬក៏កាត់ជា3ជា4កង់ដូចនេះខ្ញុំអញ្ចឹងក៏បានដែរកាត់តកួនហើយនឹងខ្ញុំលាងវា2ទឹកហើយក៏ទុកតកួននឹងចាឲ្យវាស្រស់ទឹកទៅនឹងខ្ញុំក៏មកហាន់ជាមួយនឹងស្ពៃបកគោលបងប្អូនចូលចិត្តតូចចាចិត្តបែបជា2ជា3ដូចនេះខ្ញុំចឹងទៅបើបងប្អូនចូលចិត្តធំទេដាក់ទាំងប្រទេសទៅចាចំពោះពោតបារាំងហើយនឹងស្នូលពោតនេះបងប្អូនកាត់ក្បាលវាចោលទៅហើយម្ទេសសម្រាប់យើងធ្វើទឹកត្រីកោះកុងជ្រលក់ស៊ុបហ្នឹងគឺចាបងប្អូនចូលចិត្តហិលហោះដាក់ឲ្យហិលដិតទៅហើយក្រូចឆ្មាហ្នឹងគឺថាយើងលាងទឹកឲ្យស្អាតជាមួយនឹងម្ទេសទៅចំពោះសៀងវិញចានេះខ្ញុំចាក់ពីដបហើយគឺថាលាងទឹកវាស្អាតសិនបន្ទាប់មកយកវាមកច្រាំឲ្យម៉ត់បែបនេះហើយយើងដួសដាក់ប្រអប់ទុកម្លាយទៅហើយបន្លែរបស់យើងឃើញថារៀងស្រស់ទឹកហើយអញ្ចឹងនេះខ្ញុំក៏យកវាមកច្រកថង់ឲ្យហើយដោយសារតែព្រឹកឡើងគឺយើងងើបទៅម៉ោង2ម៉ោង3ភ្លឺតែម្ដងម្ទេសមើមខ្ទឹមសហ្នឹងនេះខ្ញុំកិនវាឲ្យម៉ត់ហើយគឺចាប់ផ្ដើមច្របាច់ក្រូចឆ្មាចូលក្រូចឆ្មាបងប្អូនចូលចិត្តជូរខ្លាំងចាច្របាច់ឲ្យច្រើនទៅហើយរបៀបធ្វើទឹកត្រីកោះកុងនេះចាគឺងាយទេយើងដាក់តែអំបិលស៊ុបប៊ីចេងស្ករចឹងទៅហើយទឹកត្រីចឹងទៅច្របាច់ក្រូចឆ្មាទៅគឺប៉ុណ្ណឹងរួចរាល់ហើយបងប្អូនចំពោះសៀងហើយនឹងទឹកជ្រលក់គឺនេះខ្ញុំចាដាក់ប្រអប់បែបនេះទៅហើយសម្រាប់ដុំស៊ុបខ្នុរសម្រាប់ដាក់ដាំទឹកស៊ុបហ្នឹងគឺនឹងខ្ញុំប្រើ2ដុំចាមានតាហ៊ូមួយដបអីចឹងទៅហើយនេះគឺថាថ្ងៃឡើងដែលត្រូវដល់ម៉ោងបាយនឹងឯងគឺយើងចាប់ផ្ដើមយកត្រីចាដែលយើងបបក់បានចាមកទូកបបក់បាន3 4ក្បាលចឹងទៅមកទូក5 6ក្បាលទៅយើងយកមកដាក់ហ៊ុនចូលគ្នាដើម្បីធ្វើជាម្ហូបចឹងណាបងប្អូនចាហើយនេះខ្ញុំក៏ដាក់ដាំទឹកបដាគ្រូសានេះខ្ញុំក៏គាត់ចាប់ផ្ដើមកាច់កត្រីដើម្បីឲ្យបងតកងទូកហ្នឹងគឺគាត់ធ្វើត្រីឲ្យចឹងណាបងប្អូនចំពោះទឹកស៊ុបវិញបងប្អូនមានគ្នាច្រើនដាក់រៀងជាងកន្លះឆ្នាំងទៅចានេះខ្ញុំប្រើទឹកសុទ្ធកន្លះលីត្រនេះប្រហែលជាមួយយួរដែរបងប្អូនចាបន្ទាប់ពីដាក់ដាំទឹកចោលហ្នឹងនេះខ្ញុំមកជ្រុំជាមួយនឹងតៅហ៊ូនេះចាតៅហ៊ូហ្នឹងគឺយើងចាក់ទឹកវាចោលខ្លះទៅបងប្អូនយើងទុកទឹកវាបន្តិចបានហើយជ្រុំតៅហ៊ូម៉ត់ហើយនេះខ្ញុំទុកវាម្លាយទៅហើយក៏ឃើញថាទឹករបស់យើងជិតពុះនេះខ្ញុំដាក់ដុំស៊ុបខ្នុរចូលបន្ទាប់មកចាយើងចាក់សៀងដែលយើងបានច្រាំកាលពីល្ងាចនឹងចូលទៀតចាហើយក៏ដាក់ជាមួយនឹងតៅហ៊ូដែលយើងបានប៉ាន់វាម៉ត់ដែរចាយើងចាក់ចូលទាំងអស់ចឹងទៅហើយយើងកូរវាបន្តិចទៅបងប្អូនដើម្បីឲ្យវារលាយតៅហ៊ូនឹងអញ្ចឹងណាកុំឲ្យវាកកដុំបន្ទាប់មកនេះខ្ញុំបន្ថែមទឹកដោះគោខាប់ចាទឹកដោះគោខាប់ហ្នឹងអត់បានវល់ទេបងប្អូនអើយដាក់យកហ្មងហើយប៊ីចេងអីហ្នឹងចាគឺថាដាក់ស្មានយកឲ្យសមស្របជាមួយនឹងទឹកស៊ុបអញ្ចឹងណាបងប្អូនចាដាក់ប៊ីចេងហើយនេះខ្ញុំដាក់ស្ករសចាស្ករសហើយក៏យើងកូរគ្រឿងហ្នឹងឲ្យវារលាយសិនទៅហើយបងប្អូនភ្លក់ទៅចាព្រោះស្ទើរអីថែមថយតាមនឹងដោយសារតែនេះខ្ញុំអត់ទាន់ហ៊ានដាក់ទឹកត្រីដោយសារតែសៀងរបស់យើងខ្លាច់ប្រៃខ្លាំងអញ្ចឹងបងប្អូនចាឃើញថាភ្លក់ទៅគឺមកល្មមម៉ាច់តែម្ដងអត់មានប្រៃអត់មានសាបអីគេអត់ទេអត់មានប្រៃអត់មានសាបអីទេគឺថាមកល្មមហើយកំឡុងពេលដែលកំពុងតែធ្វើម្ហូបហ្នឹងគឺថាអ្នកខាងទូកទី2ហ្នឹងចេះតែគប់បដាអញ្ចឹងទៅចាក៏បានត្រីជាបន្តអញ្ចឹងទៅចាហើយនេះឃើញថាត្រីដែលបងតកងទូកគាត់បានផ្លះរួចរាល់គឺតំណងឯងបងប្អូនចាជាតិហ្មងត្រីហ្នឹងយើងយកទៅដាក់ត្រាំទឹកកកក៏បានចាបើយើងមានសូដាទេដាក់សូដាក៏បានតែត្រីហ្នឹងអត់ឆ្អាបទេព្រោះដោយសារត្រីយើងបានភ្លាមធ្វើភ្លាមបងប្អូនអើយមានតែឆ្អាបអីចាហើយទឹកជ្រលក់នេះគឺយើងម្លែកចែកជា2ជា3កាតូអញ្ចឹងទៅដើម្បីយើងចែកចាបងតកងទូកបន្តិចចាហើយដាក់ទូកនេះខ្ញុំបន្តិចហើយនឹងខាងធីមទូកទី2បន្តិចទៅចាយើងចែកគ្នាខ្លាចជ្រលក់ដល់អញ្ចឹងណាចាហើយឃើញថា fresh មែនតើបងប្អូនហើយពូអាវលឿងនោះប្រឹងគប់ខ្លាចចាញ់គេខ្លាចបានត្រីផ្ញើប្រពន្ធហើយឃើញថានេះស៊ុបរបស់យើងគឺឆ្អិនបន្លែបងប្អូនគ្រាន់តែឃើញប៉ុណ្ណឹងតំណងឲ្យបងប្អូននិយាយថាជាតិណាបងប្អូនសាកធ្វើញ៉ាំបានហើយយើងបានត្រីបែបត្រីយើងបបកខ្លួនឯង
thầy bạp xẻ chẳng á chiết mong hay nếu khơi tha sụp chấn hay chúng bố trái chả bong bồn còn tại đun tí tới vô tới chữ lụa tới ở hiện chấn mà là mong còn mà vì chấn pe chẳng á nào bong bồn hay mẹ pu a cà rô với mình coi bạp ở sân khóm để sao ta thấy mà phật nó cứ tha cam đá tại cam ở chọp cam màu chân tới ô ban nào lại hay ní chả bong bồn cứ dừng vô sạch trái nó mà chữ lụa chẳng à bong bồn cứ tha chiết mình tên bong bồn ơi